រឿងព្រាហ្មណ៍និងស្កាមានរឿងដំណាលថាមានព្រាហ្មណ៍ម្នាក់និងភរិយាបានចិញ្ចឹមសត្វស្កាមួយព្រាហ្មណ៍ស្រឡាញ់ស្កានោះដូចកូនបង្កើតដែរថ្ងៃមួយព្រាហ្មណ៍និងភរិយាមានធុរៈចេញទៅក្រៅហើយទុកកូនតូចឲ្យស្កាមើលថែរក្សាពេលព្រាហ្មណ៍និងភរិយាចេញផុតទៅមានពស់វែកមួយលូនចូលមកជិតកូននោះស្កាឃើញពស់ជាសត្រូវពីកំណើតមកដល់ក៏ស្ទុះទៅខាំពស់នោះដាច់ជាពីរបីកំណាត់ភ្លាមក្រោយមកស្កាក្រឡេកមើលទៅឃើញព្រាហ្មណ៍កំពុងដើរចូលមកត្រេកអរណាស់ទាញទឹកមុខមាត់ដៃជើងប្រឡាក់ឈាមក្រហមច្រាលនៅឡើយក៏រត់ទៅននាលនៅក្បែរជើងព្រាហ្មណ៍ដើម្បីសម្ដែងអាការៈត្រេកអរដែលបានបម្រើម្ចាស់ដោយប្រពៃឯព្រាហ្មណ៍ឃើញឈាមនៅមុខមាត់ជើងស្កាក្រហមច្រាលដូច្នោះក៏កំណត់ក្នុងចិត្តឥតពិចារណាថាស្កានេះស៊ីកូនអញអាត្មាហើយមកទៅព្រាហ្មណ៍លើកដំបងសំពងស្កានោះងាប់ទៅព្រាហ្មណ៍នោះក៏ចូលទៅមើលកូនឃើញកូនសុខសប្បាយធម្មតាហើយឃើញពស់ដាច់ជាពីរបីកំណាត់នៅរត់រាយក្បែរអង្រឹងកូនទើបដឹងថាស្កាបានជួយជីវិតកូនគាត់ឲ្យផុតពីពស់ចឹកព្រាហ្មណ៍មិនចិត្តស្ដាយក្រោយក្រៃលែងតាមរយៈសាច់រឿងមួយនេះគឺមុននឹងធ្វើអ្វីមួយគឺត្រូវចេះគិតពិចារណាឲ្យបានច្បាស់លាស់ជាមុនសិនមុននឹងសម្រេចចិត្តធ្វើវាកុំឲ្យស្ដាយក្រោយដូចព្រាហ្មណ៍ស្ដាយក្រោយចំពោះដែលគាត់បានសម្លាប់សត្វស្ការបស់គាត់